ថាតើមកដល់ពេលនេះករណីរបស់លោកណនសេហាដែលជាអ្នកខ្លែងឯកសារសាធារណៈឬក៏ហៅថាសញ្ញាបត្រវិស្វករខ្លែងខ្លាយរបស់សាលាតិចណូនេះសមត្ថកិច្ចបានមានចំណាត់ការឬក៏មានវិធានការដល់ណាហើយគណៈដែលបច្ចុប្បន្នយើងឃើញថារឿងមួយនេះហាក់រៀងស្ងាត់ទៅវិញអំពីការធ្វើឯកសារខ្លែងខ្លាយឬក៏សញ្ញាបត្រខ្លែងខ្លាយនេះគណៈដែលបើយោងទៅតាមច្បាប់អ្នកដែលខ្លែងបន្លំឯកសារសាធារណៈឬក៏ហៅថាខ្លែងឯកសារទាំងអស់នេះគឺគេហៅថាជាបទឧក្រិដ្ឋមិនមែនជាបទធម្មតាទេគឺជាបទឧក្រិដ្ឋហើយត្រូវប្រន្ទាទោសពី5ឆ្នាំទៅដល់10ឆ្នាំផងដែរនេះបើយោងទៅតាមផ្លូវច្បាប់អំពីការខ្លែងឯកសារសាធារណៈអញ្ចឹងតកតងទៅនឹងករណីរបស់លោកណនសីហាដែលយើងស្គាល់ថាជាអ្នកម៉ៅការស្រាំងសង់ផ្ទះមួយរូបដែលតែងតែបង្ហោះនៅក្នុងបណ្ដាញសង្គមអំពីភាពហឺហារបស់ខ្លួននៅក្នុងការប្រើប្រាស់សម្ភារៈនិយមអ្វីជាដើមនោះអំពីបញ្ហាថ្មីនេះយើងដឹងហើយតកតងទៅនឹងការខ្លែងសញ្ញាបត្រវិស្វករខ្លែងខ្លាយរបស់សាលាតិចណូហើយត្រូវបានសាលាតិចណូចេញមកបដិសេធអំពីសញ្ញាបត្រខ្លែងនេះហើយចំពោះបុគ្គលណនសេហារូបនេះអញ្ចឹងមកដល់ពេលនេះយើងមិនទាន់ឃើញថាតើសមត្ថកិច្ចនឹងមានចំណាត់ការអំពីបទឧក្រិដ្ឋមួយនេះឬក៏យ៉ាងណាពាក់ព័ន្ធទៅនឹងការខ្លែងសញ្ញាបត្ររបស់បុគ្គលណនសេហានេះការនិយាយរបស់យើងនេះមិនមែនចង់ផ្ដោតទៅលើការសាងសង់របស់គាត់ដោយសារតែការនិយាយមួយចំនួនមានការលើកឡើងអំពីថាការសាងសង់របស់គាត់គឺសាងសង់បានល្អសំណង់គាត់ល្អមិនមានការបោកប្រាស់ប្រជាពលរដ្ឋតែបងប្អូនត្រូវចែកឲ្យដាច់តកតងទៅនឹងការសាងសង់ឬក៏ហៅថាធ្វើផ្ទះជូនប្រជាពលរដ្ឋផ្សេងការខ្លែងឯកសារសាធារណៈឬក៏ហៅថាកាយខ្លែងសញ្ញាបត្រខ្លែងខ្លាយនេះគឺជារឿងផ្សេងដែលវាជាទោសមួយដែលត្រូវបានកាត់ទោសឬក៏ហៅថាត្រូវផ្ដំជាទោសផងដែរដោយសារតែទង្វើនេះគឺជាទង្វើដែលខុសច្បាប់អញ្ចឹងយើងត្រូវចែកឲ្យដាច់តកតងទៅនឹងបញ្ហានៃការខ្លែងរបស់លោកណនសេហានេះហើយការពិតទៅតកតងទៅនឹងការធ្វើសំណង់ឬក៏ហៅថាម៉ៅការសំណង់គឺវាមិនចាប់បាច់ទេនៅក្នុងការឲ្យពួកគាត់ត្រូវមានសញ្ញាបត្រវិស្វករនោះតែហេតុអ្វីបានជាលោកណនសេហារូបនេះបែរទៅជាធ្វើទង្វើដែលវាខុសច្បាប់ទៅបង្កើតឲ្យមានជាសញ្ញាបត្រខ្លែងខ្លាយទៅធ្វើជួលគេឲ្យបង្កើតឲ្យមានសញ្ញាបត្រជាវិស្វករໄວជាដើមដែលនេះហើយគឺជាកំហុសរបស់គាត់ក្នុងបញ្ហាមួយនេះផងដែរដែលយើងឃើញថាក្នុងបណ្ដាញសង្គមមានអ្នកខ្លះទៅជាការគ្រប់គ្រងឬក៏ហៅថាលើកទឹកចិត្តចំពោះបុគ្គលណនសេហានេះទៅវិញថាគាត់គឺជាមនុស្សល្អគាត់ជាអ្នកជួយសង្គមគាត់ជាអ្នកសាងសង់ផ្ទះល្អៗឲ្យគេអ្វីជាដើមតែទង្វើនៃការធ្វើឯកសារសាធារណៈឬក៏ហៅថាសញ្ញាបត្រខ្លែងៗនេះវាជាការធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនៃការសិក្សាក៏ដូចជាតម្លៃនៃសាលាគេខ្លាំងមែនទែនទាំងការប៉ះពាល់ទៅដល់សាលាតិចណូក៏ដូចជាប៉ះពាល់ទៅដល់អ្នកខំខំរៀនសូត្រនៅក្នុងជំនាញវិស្វករនេះផងដែរដោយសារតែយើងដឹងហើយការសិក្សាជំនាញវិស្វករនេះមិនមែនសិក្សារយៈពេល4ឆ្នាំដូចជាសញ្ញាបត្រឬបញ្ញាបត្រដទៃទេការសិក្សាបញ្ញាបត្រឬក៏ហៅថាជំនាញវិស្វករនេះសិក្សារហូតដល់5ឆ្នាំឯណោះហើយមុខជំនាញនៃការសិក្សាទីសោតក៏មានភាពលំបាកផងដែរការដែលខ្ញុំនិយាយថាវាលំបាកក៏ដូចជាដឹងថាវាប្រើពេលច្រើនក្នុងការសិក្សាដោយសារតែខ្ញុំក៏ជាអ្នករៀនជំនាញវិស្វករដែរហើយខ្ញុំក៏មានសញ្ញាបត្រវិស្វករហើយឈ្មោះរបស់ខ្ញុំបច្ចុប្បន្នក៏មាននៅក្នុងឈ្មោះនៅក្នុងគណៈវិស្វករកម្ពុជាបានន័យថាខ្ញុំបានបញ្ចប់ថ្នាក់បញ្ញាបត្រផ្នែកសំណង់ស៊ីវិលដែលជាវិស្វករមួយរូបផងដែរអញ្ចឹងការខ្លែងឯកសារវិស្វករឬក៏ហៅថាខ្លែងឯកសារសាធារណៈនេះវាជាការធ្វើឲ្យប៉ះពាល់ទៅដល់នឹងតម្លៃនៃការសិក្សាក៏ដូចជាតម្លៃនៃសញ្ញាបត្រមួយនេះមែនទែនហើយឃើញបុគ្គលខ្លះចូលទៅនិយាយថាគ្រាន់តែกระดาษមួយសន្លឹកវាមិនមានតម្លៃអ្វីទេគាត់លោកណនសេហាហ្នឹងគាត់បានសាងសង់ផ្ទះល្អៗក៏ដូចជាមុំឲ្យអតិថិជនរបស់គាត់តែអស់លោកភ្លេចគិតថាតម្លៃនៃกระดาษមួយសន្លឹកឬហៅថាសញ្ញាបត្រមួយសន្លឹកនេះវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងពីការរៀនសូត្ររបស់មនុស្សម្នាក់ៗនៅក្នុងការរកជំនាញមួយមិនថាជាជំនាញវិស្វករឬក៏ជំនាញពេទ្យទេហើយដូចជាជំនាញវិស្វករនេះទៀតសោតបងប្អូនត្រូវគិតឲ្យច្បាស់បើជាការទទួលខុសត្រូវវិញគឺទទួលខុសត្រូវខ្ពស់ណាស់ក្នុងការសាងសង់សំណង់របស់ពីបានន័យថាពីសំណាក់វិស្វករម្នាក់ៗក្នុងការទទួលខុសត្រូវអញ្ចឹងការចេញមកនិយាយនេះមិនមែនថាលោកណនសីហាដែលជាអ្នកម៉ៅការសំណង់នឹងគាត់ខ្លែងឯកសារសញ្ញាបត្រវិស្វករនេះគាត់គ្មានជំនាញនៅក្នុងការធ្វើសំណង់ទេគាត់មានជំនាញនៅក្នុងការធ្វើសំណង់មានទាំងបទពិសោធន៍ក្នុងការធ្វើសំណង់សាងសង់ផ្ទះសាងសង់អ្វីជាដើមទៅទៀតតែមូលហេតុអ្វីបានជាគាត់ទៅធ្វើអំពើដែលវាប្រឆាចទៅនឹងផ្លូវច្បាប់តាក់ទងទៅនឹងការទិញសញ្ញាបត្រឬក៏ហៅថាខ្លែងសញ្ញាបត្រវិស្វករនេះហើយក៏មានអ្នកខ្លះលើកឡើងថាតើគាត់គឺជាជនរងគ្រោះទេនៅក្នុងការរត់ឯកសារសញ្ញាបត្រវិស្វករខ្លាំងៗតែបងប្អូនត្រូវមើលឲ្យច្បាស់ការធ្វើសញ្ញាបត្រវិស្វករហ្នឹងបើទោះជាសញ្ញាបត្រនៅស៊ីន
ចេញពីសាលាតិចណូយ៉ាងណាក៏ដោយតែសញ្ញាបត្ររបស់គាត់ហ្នឹងគាត់អត់បានទៅរៀនសូត្រវិស្វករទេគឺគាត់ទិញអញ្ចឹងអាសញ្ញាបត្រហ្នឹងទស្សនមិនក៏វាទៅជាคล้ายៗដែរបងប្អូនខ្លះទៅជាវិភាគថាមកពីគាត់ចាញ់បោកគេធ្វើសញ្ញាបត្រវិស្វករคล้ายៗគាត់បើធ្វើអាស៊ីនទៅគាត់មិនមានបញ្ហាទេតែបងប្អូនភ្លេចគិតថាការធ្វើសញ្ញាបត្រហ្នឹងគឺវាคล้ายៗទៅហើយទស្សញ្ញាបត្រហ្នឹងទោះចេញដោយសាលាតិចណូក៏ដោយហើយតាក់ទងទៅនឹងបញ្ហានៃការធ្វើសញ្ញាបត្រคล้ายៗនឹងទៀតសោតក៏វាកំពុងតែធ្វើឲ្យប្រព័ន្ធក៏ដូចជាធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងការចេញសញ្ញាបត្រនេះផងដែរអញ្ចឹងសមត្ថកិច្ចគួរតែមានវិធានការតឹងរឹងទៅលើបញ្ហានេះក៏ដូចជាជីកទៅដល់ឬគល់ចំពោះស្ត្រីម្នាក់ដែលលោកននសេហាថាជាអ្នករត់ការនៅក្នុងការធ្វើសញ្ញាបត្រតម្លៃ$1,600ទៅឲ្យគាត់នឹងទៀតបានន័យថាស្វែងរកស្ត្រីរូបនេះក៏ដូចជាយកមកដាក់ទោសទណ្ឌ